บសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជៀនជួនថៃឡាប់យ៉ាបងប្អូនហើយនិយាយទៅគឺមកចិនកុំនឹងជៀនជួនថៃបងប្អូនហើយថៃគឺខ្ញុំធ្វើស្អាតអញ្ចឹងទៅគឺជូតវាឲ្យវារៀងស្ងួតបងប្អូនដោយសារអញ្ចឹងទៅជៀនគឺវាអត់ខ្ទាតទេអញ្ចឹងខ្ញុំដាក់ខ្ទះឲ្យក្តៅអញ្ចឹងបងប្អូនហើយចាំដាក់ថៃចូលអញ្ចឹងទៅកុំឲ្យវាជាប់ហើយនិយាយទៅខ្ញុំនៅចិនកុំនឹងមកជៀនថៃ ជៀនជួនបងប្អូនក៏ប៉ុន្តែនឹកឃើញថាផ្ទះមានសៀងក៏នឹកឃើញថាអីចង់ជៀនជួនម្ដងដោយសារអត់ដែរធ្វើហើយនិយាយថាជៀនមួយក្បាលនេះដាក់ខ្ញីឲ្យច្រើនតែម្ដងបងប្អូនហើយជៀនថៃរបស់យើងហ្នឹងក៏ហើយខ្ញុំមកកំពងខ្ទឹមកំពងខ្ញីដើម្បីឲ្យវារៀងក្រៀមតិចអញ្ចឹងបងប្អូននិយាយទៅជៀនជួននេះគឺថាឆ្ងាញ់មែនតើបងប្អូន យូរធ្វើម្ដងអញ្ចឹងនិយាយពីជាតិមែនតើត្រូវប្រើខ្ញីអឺច្រើនអញ្ចឹងទៀតហើយនិយាយពីថាជាតិបងប្អូនហើយខ្ញីនេះខ្ញុំទិញពីផ្សារដែលគេចិត្តស្រាប់បងប្អូនដោយសារវាចិត្តច្បាយល្អអញ្ចឹងទៅខ្ញុំទិញអាខ្ញីគេចិត្តស្រាប់តែម្ដងបើថាទិញខ្ញុំបញ្ចិត្តខ្លួនឯងវានៅចិត្តសបកចិត្តឲ្យស្ដាងទូទៀតខ្ជិលក៏ទិញខ្ញីគេចិត្តស្រាប់ទៅព្រោះអីនៅចិនហ្នឹងគឺងាយស្រួលឯងបងប្អូនចង់ទិញអី ព្រោះអីគេមានអាគេចិត្តស្រាប់សម្បីតែខ្ទឹមក៏អញ្ចឹងដែរមានគេចិត្តស្រាប់អីស្រាប់អញ្ចឹងទៅយើងទិញយកមកទុកប្រើកាយអញ្ចឹងហើយខ្ញីខ្ញុំបំពងរួចហើយគឺខ្ញុំចាក់សៀងចូលបងប្អូនសៀងនេះគឺសៀងផ្អែមដែលខ្ញុំធ្វើលើកមុនហ្នឹងមានហើយដាក់បរិមាណវាឲ្យមកល្មមអញ្ចឹងទៅហើយយើងលាយគ្រឿងលាយអីបងប្អូននិយាយទៅគឺថា សៀងនេះគឺខ្ញុំទិញសៀងប្រៃរបស់គេស្រាប់បងប្អូនក៏ប៉ុន្តែដោយសារខ្ញុំទិញអញ្ចឹងទៅខ្ញុំមកកូរស្ករកូរអីមកងាស់វាឲ្យវាឡើងជាសៀងផ្អែមអញ្ចឹងនិយាយទៅឆ្ងាញ់ណាបងប្អូនហើយដោយសារបងស្រីគាត់នៅសាហ្នឹងគឺគាត់ជួយទិញឲ្យដល់អញ្ចឹងគាត់ជួយចែកពាក់កណ្ដាលឲ្យខ្ញុំអញ្ចឹងទៅក៏យកមកធ្វើសៀងផ្អែមអញ្ចឹងទៅដោយសារក្នុងតកកមានសៀងក៏នឹកឃើញថាអេខានជៀនជួនយូរហើយអញ្ចឹងមានអី មកធ្វើទៅបងប្អូនហើយអញ្ចឹងគ្រឿងខ្ញុំលាយរួចអញ្ចឹងទៅគឺដាក់ត្រីរបស់យើងជាពិសេសគឺខ្ញុំដាក់ត្រីហើយគឺខ្ញុំមកងាស់បងប្អូនចាក់ទឹកចូលបន្តិចដើម្បីមកងាស់វាឲ្យចូលជាតិនៅក្នុងសាច់ត្រីបើមិនអញ្ចឹងទេវាអត់ចូលជាតិអត់ឆ្ងាញ់ទេបងប្អូនឃើញទេគឺខ្ញុំបន្ថែមទឹកឲ្យវាមកងាស់ឲ្យវាចូលនៅក្នុងសាច់ត្រីហើយរួចទៅខ្ញុំដាក់ម្រេចម៉ត់បន្តិចទៅបងប្អូនដើម្បីឲ្យវាឈ្ងុយកាន់តែខ្លាំង និយាយទៅគឺថាអូយបានមួយមុខនេះគឺអស់បាយច្រើនមែនតែនបងប្អូនហើយនិយាយវាឃើញហើយដល់ពេលខ្ញុំនិយាយបដើអីបដើអញ្ចឹងដល់ឃើញឃ្លានម្ដងទៀតបងប្អូនដោយសារញ៉ាំអត់តន់អស់ចិត្តហើយជាពិសេសប៉ាក្មេកខ្ញុំបងប្អូនគឺគាត់ចូលចិត្តមែនតែនព្រោះខ្ញុំអត់សូវដែរធ្វើអញ្ចឹងម្ដងជៀនរបៀបតាមចិនណាដល់ពេលនេះនឹកឃើញថាអេមានសៀងក៏មកជៀនជួនឲ្យគាត់ហូបម្ដងមានណាបងប្អូនហើយ ដាច់ម៉ាត់ពាក់កណ្ដាលថៃគឺគាត់ញ៉ាំគាត់ចូលចិត្តហើយដល់ពេលញ៉ាំមួយបាយអញ្ចឹងទៅគឺថាជាតិមែនតែនឆ្ងាញ់ហ្មងបងប្អូន